ពេលដែលបងប្អូនជិះឡានក្រុងមកដល់ពលានយន្តហោះអ៊ីនឆុនទី2អញ្ចឹងបងប្អូននឹងចុះនៅជាន់ទី3នៅខាងក្រៅនេះណាអញ្ចឹងសម្រាប់អ្នកដែលគាត់ជាអាស៊ាណាឬក៏ Korean Air គឺត្រូវឈប់នៅពលានទី2នេះហើយដើម្បីចូល check in អញ្ចឹងដល់ពេលដែលបងប្អូនចុះមកគឺបងប្អូនគ្រាន់តែដើរចូលទៅខាងក្នុងដើម្បីទៅរកទីតាំង check in អញ្ចឹងសម្រាប់ Korean Air គឺ check in នៅអក្សរ B C D មួយណាក៏បានដែរប៉ុន្តែបើសិនអាស៊ាណាគឺ check in នៅអក្សរ G ឬក៏អក្សរ H ហ្នឹងហើយអញ្ចឹងនៅពេលដែលបងប្អូនដើរចូលទៅខាងក្នុងគឺយើងតម្រង់ទៅកន្លែងរកទូ check in អញ្ចឹងជាធម្មតាអាស៊ាណាឬក៏ Korean Air គឺយើងដកសំបុត្រយន្តហោះដោយខ្លួនឯងប៉ុន្តែបើសិនជាបងប្អូនអត់ចេះដកគឺបងប្អូនអាចពឹងឲ្យបុគ្គលិកគេជួយដកឲ្យយើងបានឬក៏យើងទៅកន្លែងបញ្ចូលដែលមានបុគ្គលិកគេសម្រាប់ជួយ check in ហ្មងក៏បានដែរហើយវីដេអូនេះខ្ញុំនឹងណែនាំពីរបៀបដកសំបុត្រយន្តហោះរបស់ Korean Air គឺយើងដកសំបុត្រហើយបន្ទាប់មកបានយើងយកអវ៉ាន់យកទៅថ្លឹងជាមួយនឹងបុគ្គលិកគេទៅចាអញ្ចឹងបងប្អូនត្រូវដើរអ្នកមករកទូ check in ហ្នឹងណាចាអញ្ចឹងអ្វីដែលយើងត្រូវមានគឺយើងត្រូវត្រៀម passport ចាអញ្ចឹងយើងពេលមកដល់ទូហ្នឹងហើយបើយើងជិះ Korean Air យើងរកយក Korean Air មកបន្តមកទៀតចុចអាប៊ូតុងពណ៌ខៀវខាងស្ដាំដៃនឹងរហូតមកបន្តមកគេនឹងឲ្យយើង scan passport ចាអញ្ចឹងយើងដាក់ passport យើង scan អញ្ចឹងអាកន្លែងស្លឹករឹងគឺយើងដាក់នៅខាងលើណាចាអញ្ចឹងដូចក្នុងរូបគំរូអញ្ចឹងយើង scan បែបហ្នឹងហើយបន្តមកទៀតគេនឹងឲ្យយើងនេះដល់រូបបែបនេះគេឲ្យយើងដក passport ចេញមកសិនបន្តមកទៀតគេឲ្យយើងវាយលេខកក់របស់សំបុត្រអញ្ចឹងលេខកក់សំបុត្របងប្អូនទៅរកនៅណាបានចាំខ្ញុំបង្ហាញអញ្ចឹងលេខកក់សំបុត្រយន្តហោះបងប្អូនអាចមើលនៅលើរូបសំបុត្រយន្តហោះបានគេមានដាក់ថាយាយយ៉ាក់ប៉ុនហូអញ្ចឹងយើងវាយលេខនឹងបញ្ចូលទាំងអក្សរទាំងលេខបញ្ចូលមកណាហ្នឹងហើយអញ្ចឹងពេលដែលយើងវាយបញ្ចូលរួចរាល់ហើយបន្តមកយើងចុចកន្លែងថើមទៅគេនឹងចេញមកព័ត៌មានឈ្មោះរបស់យើងជាមួយនឹងថ្ងៃខែដែលយើងធ្វើដំណើរចាបន្តមកកន្លែងនេះគឺយើងរើសកៅអីអញ្ចឹងបើសិនជាបងប្អូនចង់បានកៅអីមួយណាបងប្អូនចុចរើសទៅប៉ុន្តែរកអាកៅអីដែលគេអត់មានដាក់សញ្ញាខ្វែងណាហ្នឹងហើយអញ្ចឹងបន្ទាប់មកយើងចុចថើមចាហើយយើងដាក់ scan passport យើងម្ដងទៀតហើយចុចប៊ូតុងពណ៌ខៀវ Hokin បន្តមកកន្លែងនេះ email យើងចុចថើមមកហើយដាក់លេខទូរស័ព្ទដៃយើងហើយចុចថើមទៀតមកចាបន្តមកទៀតពេលនឹង load ចេញបានឡើងយន្តហោះឲ្យយើងហើយគេ print ចេញមកខាងក្រោមចាចុចជងញោទៅបានហើយជាការស្រេចចាអញ្ចឹងនេះគឺនេះបានឡើងយន្តហោះរបស់យើងអញ្ចឹងយើងគ្រាន់តែដកបានឡើងយន្តហោះហ្នឹងបន្តមកគេនឹងចេញចុងស្លឹកវែងមួយដើម្បីឲ្យយើងយកទៅបិទលើវ៉ាលីចាអញ្ចឹងនៅពេលដែលយើងបានព័ត៌មានហ្នឹងអស់ហើយយើងយកទៅកន្លែងឲ្យបុគ្គលិកគេថ្លឹងវ៉ាលីយើងដាក់ផ្ញើជាមួយនឹងខាងយន្តហោះក៏ប៉ុន្តែបើសិនជាបងប្អូនអត់ចេះដកសំបុត្រនឹងខ្លួនឯងទេនេះបងប្អូនរកមើលនេះបុគ្គលិកខាងយន្តហោះគេហ្នឹងហើយយើងសុំមកគេជួយដូចក្នុងវីដេអូនេះអញ្ចឹងនេះគេមានបុគ្គលិកគេជួយថ្លឹងជួយដកចុងស្លឹកហ្នឹងឲ្យយើងហ្នឹងពេលបានចុងស្លឹកសំបុត្រហ្នឹងហើយយើងបងប្អូនគ្រាន់តែចូលទៅខាងក្នុងនេះដើម្បីឲ្យគេថ្លឹងវ៉ាលីធំនៃវ៉ាលីដែលយើងផ្ញើជាមួយខាងយន្តហោះណាចាហើយវ៉ាលីហ្នឹងគឺពេលទៅដល់ខ្មែរគឺគេនឹងយើងចាំទៅយកវ៉ាលីហ្នឹងវិញបន្ទាប់មកពេលដែលយើងថ្លឹងអវ៉ាន់អីអស់ហើយបងប្អូននេះអស់វ៉ាលីតូចនៅអវ៉ាន់យកតាមខ្លួនយើងហ្នឹងយើងដើរមកខាងក្រោយម្ដុំមកជួរបន្ទប់ទឹកនេះគេមានច្រកចូលដើម្បីចូល scan វ៉ាលីតូច scan ខ្លួនជាមួយនឹងប៉និត passport និង ID card ដើម្បីត្រៀមដើររកច្រកឡើងយន្តហោះចាអញ្ចឹងយើងដើរមកខាងមកជួរខាងក្រោយនេះមកអញ្ចឹងគេនឹងមានសញ្ញាព្រួញពីរជួរមានសញ្ញាព្រួញពណ៌ទឹកក្រូចនិងពណ៌ខៀវអញ្ចឹងយើងដើរតាមសញ្ញាព្រួញពណ៌ខៀវទៅយើងចូលទៅគឺគេនឹងដំបូងគេប៉និតសំបុត្រយន្តហោះយើងហើយជាមួយនឹង passport យើងឈ្មោះយើងដូចត្រូវអីហើយបានគេឲ្យយើងចូលទៅម្ដងទៀតដើម្បី scan វ៉ាលីតូច scan ខ្លួនយើងអញ្ចឹងណាបញ្ជាក់បន្តិចពេលដែលចូលទៅខាងក្នុងនេះសម្រាប់អ្នកដែលគាត់ដាច់អាណត្តិគឺដាច់ខាតត្រូវសង ID card ទៅឲ្យយន្តោប្រវេសនៅក្នុងហ្នឹងប៉ុន្តែសម្រាប់បងប្អូនដែលទៅលេងធម្មតាទេត្រូវកាន់ ID card ត្រឡប់មកវិញយកមកតាមខ្លួនវិញព្រោះឯពេលដែលយើងមកពីខ្មែរវិញគឺគេនឹងបណ្ឌិត ID card និង passport យើងទៅគេឲ្យយើងឡើងយន្តហោះអញ្ចឹងណាអូខេអញ្ចឹងនេះជួរពណ៌ខៀវនិងពណ៌ទឹកក្រូចអញ្ចឹងបងប្អូនដែលកាន់ passport ធម្មតាមកតាមជួរពណ៌ខៀវហ្នឹងមកចាអញ្ចឹងសម្រាប់បងប្អូនមានបំណងចង់ទិញសំបុត្រយន្តហោះឬក៏មានបំណងចង់ប្រឹក្សាពីលុយម្នាក់ឆ្នាំផ្សេងអាចតាក់ទងមកបាន Page iGo Air Ticket ខ្មែរណាបងប្អូនអរគុណច្រើន